Thực sự này đọc kia nhung cho ý vì chọn đón hai nghìn lý dương nâng mà mới tham gia xa ấy xâmรับnét đã có bông tay mơ video bởi này đại tì chẳng ok nên đọc kia ai có đa là đóng cho mình nhóm hai anh ấy mình chỉ việc cả tế chấm vì ai tên để đọc kia hay bảo việc thử tế mình này thả xa nó cứ mình xâmรับnét đọc kia tì ok spirit please tell me ta mới xa ấy xâmรับnét đã mơ video bởi này đại tì wow ok អ្នកនរគ្នាអញ្ចឹងខ្ញុំឃើញសារហើយមកខ្ញុំបើកឲ្យហើយអញ្ចឹងសារសម្រាប់អ្នកដែលមើលវីដេអូមួយនេះខ្ញុំឃើញថាអ្នកនរគ្នាអឺតែប៉ុន្តែអ្នកនរគ្នាមានការសម្រេចចិត្តមួយមានរឿងដែលត្រូវសម្រេចចិត្តហើយដំបូងអ្នកនរគ្នាអាចរៀងតាក់ទៅអត់ចង់ទៅធ្វើរឿងនឹងអញ្ចឹងណាប៉ុន្តែខ្ញុំឃើញថាអ្នកនរគ្នាអាចនឹងសម្រេចចិត្តបានហើយប៉ុន្តែសារដែលគេប្រាប់អ្នកនរគ្នាហ្នឹងអ្នកនរគ្នាគួរតែទៅសុំយោបល់ពីអ្នកដែលចាស់ទុំជាងអ្នកទាំងអស់គ្នាអាចជាគ្រួសារឬក៏គ្រូនិយាយទៅអ្នកណាក៏ដោយឲ្យតែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពួកគាត់អាចផ្ដល់យោបល់ឲ្យអ្នកទាំងអស់គ្នាទាក់ទងនឹងរឿងនឹងបានអញ្ចឹងណាព្រោះអីអាចថាការផ្ដល់យោបល់របស់ពួកគាត់នឹងធ្វើឲ្យអ្នកទាំងអស់គ្នាច្បាស់លាស់នៅក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាទៅលើរឿងនឹងថែមទៀតព្រោះអ្នកទាំងអស់គ្នា stress រឿងនឹងរៀងយូរដែរហើយគិតច្រើនអាចរឿងពាក់ព័ន្ធនឹងលុយកាក់ឬក៏ការងាររបស់អ្នកទាំងអស់គ្នាហើយខ្ញុំឃើញថាមានឱកាសការងារមកជាមួយនឹងហ្នឹងតែឃើញអ្នកនរគ្នាតាក់ទៅចង់ទទួលយកបន្តិចអត់ចង់ទទួលយកបន្តិចចឹងណាអញ្ចឹងអាចជារឿងហ្នឹងដែលនឹងធ្វើឲ្យអ្នកនរគ្នាគិតហ្នឹងដែលថាចង់សម្រេចចិត្តតែស្ទាក់ស្ទើរអាចថាចេះមានឱកាសគេហៅអ្នកនរគ្នាទៅធ្វើអីមួយដែលវាបានផលប្រយោជន៍ជារឿងលុយកាក់មកវិញប៉ុន្តែអ្នកនរគ្នាមានអីមួយដែលតាក់ទងនឹងអារម្មណ៍វានិយាយចេះផលប្រយោជន៍វាមកជាលុយប៉ុន្តែអីដែលអ្នកនរគ្នាតាក់ទងហ្នឹងគឺផ្លូវចិត្តរបស់អ្នកនរគ្នាអ្នកនរគ្នាមានអារម្មណ៍ថាវាអាចនឹងធ្វើឲ្យអ្នកនរគ្នាមានបញ្ហាអីមួយឬក៏ផ្លូវចិត្តរបស់អ្នកនរគ្នាអត់ល្អជាមួយនឹងរឿងហ្នឹងអញ្ចឹងទៅបានជាធ្វើឲ្យអ្នកនរគ្នាតាក់ទងក្នុងការដែលទៅធ្វើរឿងហ្នឹងហើយអ្នកនរគ្នាក៏វាថាសម្លឹងមើលដែរក៏អត់សូវសប្បាយចិត្តអត់សូវសប្បាយចិត្តទេខ្ញុំឃើញនឹងអញ្ចឹងទៅបានចេះតាក់ទងចង់បដិសេធប៉ុន្តែស្ដាយឱកាសនៅក្នុងរឿងហ្នឹងណាចឹងទៅបានសារគេប្រាប់ថាអ្នកនរគ្នាអាចពិភាក្សាជាមួយនឹងអ្នកណាមួយដែលអ្នកនរគ្នាទុកចិត្តដែលគិតថាគាត់ចាស់ទុំនៅក្នុងរឿងហ្នឹងហើយនឹងអាចផ្ដល់យោបល់ឲ្យអ្នកនរគ្នាអាចជាឪពុករបស់អ្នកនរគ្នាឬក៏អ្នកណាផ្សេងទៀតអញ្ចឹងណាព្រោះខ្ញុំឃើញថាអ្នកហ្នឹងគឺមានរៀងមានអំណាចទៅលើជីវិតរបស់អ្នកនរគ្នាហើយគេអាចនឹងផ្ដល់យោបល់ល្អឲ្យអ្នកនរគ្នានៅទៅធ្វើរឿងហ្នឹងហើយនៅពេលដែលអ្នកនរគ្នាពិភាក្សាហើយជាមួយគាត់ហើយអ្នកនរគ្នាអាចដឹងថាអ្នកនរគ្នានឹងត្រូវធ្វើបែបណាជាមួយនឹងរឿងហ្នឹងអញ្ចឹងទៅវាអត់មានអីនេះទេហើយជាមួយនឹងការសម្រេចចិត្តហ្នឹងវាអាចនឹងបន្ទាប់ពីពិភាក្សាសុំយោបល់ហើយណាអ្នកនរគ្នាអាចនឹងជោគជ័យនៅក្នុងរឿងហ្នឹងខ្ញុំឃើញអាចភាគច្រើនគឺជារឿងការងារឬក៏រឿងលុយកាក់អញ្ចឹងបើសិនជាអ្នកដែលមើលវីដេអូហ្នឹងអត់មានពាក់ព័ន្ធនឹងរឿងហ្នឹងទេមានន័យថាសារហ្នឹងគឺមិនមែនសម្រាប់អ្នកនរគ្នាទេព្រោះអានេះខ្ញុំអត់បានធ្វើ pick ឱកាសអីទេគឺយើងមើលផ្ទាល់អញ្ចឹងបើសិនជា energy ហ្នឹងចាប់អ្នកនរគ្នាមិនថារឿងហ្នឹងគឺវាពាក់ព័ន្ធនឹងអ្នកនរគ្នាតែបើមិនមែនទេគឺអត់ទេព្រោះឱកាសហ្នឹងបើសិនជាវាល្អមួយអ្នកនរគ្នាបានទាំងលុយហើយក៏មានទាំងអារម្មណ៍ដែលល្អមកជាមួយដែរប៉ុន្តែឥឡូវអ្នកនរគ្នានៅតាក់ទើនៅភ័យខ្លាចអត់ទាន់ទុកចិត្ត100%ថាទៅវាប្រកាសជាល្អមែនអត់ព្រោះអី energy ហ្នឹងវាអាចថាជារឿងលុយល្អតែរឿងផ្លូវចិត្តវាដូចជាមិនសូវខ្ញុំមិនដឹងថាមិនបានជាមិនសូវទេប៉ុន្តែឃើញមកអញ្ចឹងអត់សូវសប្បាយចិត្តជាមួយនឹងរឿងហ្នឹងវាថាគេមកបែបលុយល្អប៉ុន្តែទឹកចិត្តឲ្យយើងចង់ទៅធ្វើហ្មងយើងអត់សូវមានទឹកចិត្តនឹងចង់ទៅធ្វើដូចហ្នឹងមិនថាតាក់ទើវាថាឱកាសលុយហ្នឹងវាល្អហើយប៉ុន្តែតាក់ទើនឹងអត់ច្បាស់លាស់ថាតើទៅធ្វើទៅវាពិតជាឲ្យយើងនឹងវាមានក្តីសុខមែនអត់វាថាមិនមែនទៅដើម្បីតែលុយប៉ុន្តែវាអត់មានក្តីសុខផ្លូវចិត្តឬក៏ផ្លូវចិត្តយើងអត់ល្អជាមួយនឹងរឿងនឹងអីចឹងណាចឹងទៅបានជាអ្នកនរគ្នារៀងតាក់ទើនៅក្នុងរឿងហ្នឹងតែបើថាសម្រាប់ចិត្តហើយចុងក្រោយមិនម៉ាញខ្ញុំអត់ដឹងដែរប៉ុន្តែគាត់ដឹងថាចុងក្រោយវាល្អមើលឃើញផ្លូវអនាគតបានវែងឆ្ងាយជាងពេលហ្នឹងឥឡូវហ្នឹងចឹងសារហ្នឹងគឺគេថាអ្នកនរគ្នាសម្រាប់អាចសម្រាប់ចិត្តបានរឿងហ្នឹងវារៀងលឿនដែរសម្រាប់អ្នកនរគ្នាចឹងទៅបើអ្នកនរគ្នារៀងទៅវាមកបែបលឿនពេកយើងទទួលយកអត់ទាន់បានណាវាបែបលះលះចឹងទៅយើងខ្លាចថាទៅវាមិនដូចអីដែលយើងរំពឹងទុកណាហើយអ្នកមកហ្នឹងក៏មកបែបលឿនហើយធ្វើឲ្យប៉ះពាល់ផ្លូវចិត្តអ្នកនរគ្នាទៀតមិនមកបែប
ធ្វើឲ្យយើងមានអារម្មណ៍ល្អនឹងទទួលយករឿងហ្នឹងឯងប៉ុន្តែយើងដឹងថារឿងហ្នឹងវាល្អមួយយើងប៉ុន្តែអ្នកដែលមករកយើងហ្នឹងធ្វើឲ្យយើងមានអារម្មណ៍អត់ល្អអត់ចង់ទទួលយករឿងហ្នឹងអញ្ចឹងទៅបានជាអ្នកនរគ្នាតាក់ទៅចង់យកតិចអត់តិចប៉ុន្តែឃើញភាគរយច្រើនអ្នកនរគ្នាចង់យករឿងហ្នឹងព្រោះវាល្អនៅក្នុងរឿងហេតុអញវត្ថុរបស់អ្នកនរគ្នាតែយ៉ាងណាក៏ដោយអ្នកនរគ្នាអាចយកការរកការពិភាក្សាជាមួយនឹងដូចខ្ញុំនិយាយចឹងចាស់ទុំរបស់អ្នកនរគ្នាបានអ្នកណាក៏ដោយដែលអ្នកនរគ្នាគិតថាគាត់មានជំនាញរឿងហ្នឹងឬក៏អាចផ្ដល់យោបល់រឿងហ្នឹងគាត់ដូចជាកូនសៅមួយចាក់ទៅដល់អាចំណុចចុងក្រោយដែលយើងចង់បានហ្នឹងអីដែលយើងចង់បានហ្នឹងគឺគាត់ដូចជាកូនសៅចាក់អញ្ចឹងចាក់បើកកលឹះយើងអញ្ចឹងយើងអាចសួរយោបល់គាត់បានអញ្ចឹងសារសម្រាប់អ្នកដែលមើលវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយបាយបាយ